កំភ្លើងកែច្នៃជាង20ដើមត្រូវបានប្រជាពលរដ្ឋប្រគល់ជូនសមត្ថកិច្ចប្រជាពលរដ្ឋនៅភូមិកោះកេរឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារបានស្ម័គ្រចិត្តប្រគល់កំភ្លើងកែច្នៃជាង20ដើមជូនមកសមត្ថកិច្ចក្រោយពីអាជ្ញាធរមូលដ្ឋាននិងអង្គភាពពាក់ព័ន្ធធ្វើការអប់រំផ្សព្វផ្សាយដល់ពួកគាត់បយោងតាមបងនគរបាលទេសចរនៅរមណីយដ្ឋានប្រាសាទកោះកេរបានឲ្យដឹងថាមូលហេតុដែលប្រជាពលរដ្ឋបានសហការប្រគល់កំភ្លើងកែច្នៃទាំងនេះជូនមកសមត្ថកិច្ចគឺដោយសារតែមានការចុះទៅផ្សព្វផ្សាយដល់ពួកគាត់ដូច្នេះហាមមិនឲ្យប្រើប្រាស់អាវុធគ្រប់ប្រភេទដែលធ្វើឲ្យមានផលប៉ះពាល់ជាច្រើនហើយការផលិតការកែច្នៃនិងការរក្សាទុកនៅអាវុធគ្រប់ប្រភេទគឺជាអំពើខុសច្បាប់ប្រសិនបើបុគ្គលណាលួចលាក់រក្សាទុកអាវុធមិនព្រមប្រគល់ជូនសមត្ថកិច្ចទេគឺបុគ្គលនោះប្រឈមនឹងមានទោសបើបុគ្គលឲ្យតែស្ម័គ្រចិត្តអត់មានទោសទេបើថាលួចលាក់ទុកនៅតាមផ្ទះគេទៅឆែកគេទៅដកបាននោះមានទោសអញ្ចឹងគាត់ស្ម័គ្រចិត្តយកឲ្យអស់លោកពូអភិបាលនៃគណៈអភិបាលស្រុកគូលែនបានកោតសរសើរចំពោះនគរបាលទេសចរនិងសមត្ថកិច្ចពាក់ព័ន្ធដែលខិតខំផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋនិងមានវិធីសាស្ត្រល្អៗសម្រាប់គៀងគរឲ្យប្រជាពលរដ្ឋប្រគល់អាវុធកែច្នៃទាំងនេះដោយស្ម័គ្រចិត្តនិងសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិឃុំផ្សេងៗទៀតទាំងអស់ដែលមិនទាន់បានប្រគល់នៅអាវុធគ្រប់ប្រភេទសូមយកមកប្រគល់ជូនសមត្ថកិច្ចដោយយកគំរូតាមប្រជាជនភូមិកោះកេរបន្ថែមពីនេះលោកអភិបាលស្រុកក៏បានស្នើដល់កងកម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តផ្សព្វផ្សាយនិងស្រាវជ្រាវដកហូតទុកអាវុធផ្សេងៗទៀតដើម្បីធានាសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងនាមអភិបាលស្រុកក៏ដូចជារដ្ឋបាលស្រុកទាំងមូលសូមថ្លែងអំណរគុណដល់កងកម្លាំងយើងពិសេសពលិទេសចរបានធ្វើការអប់រំនិងប្រម៉ែប្រមូលពិតជាមានប្រសាសន៍ល្អដែលយើងអាចប្រមូលបានហើយប្រពៃណីនេះយើងធ្វើបន្តទៀតដល់ទីទៀតយើងគួរតែមានវិធីសាស្ត្រនេះទៅហាក់ទាំងប៉ុស្តិ៍ទាំងលោកអាការទាំងមានជាការ PM យើងនឹងរុករកទៀតដើម្បីការពារសុវត្ថិភាពជាពិសេសសន្តិសុខសម្រាប់ខ្លួនគួរបញ្ជាក់ដែរថាកំភ្លើងកែច្នៃទាំងនេះត្រូវបានប្រគល់ជូនទៅប៉ុស្តិ៍នគរបាលឃុំស្រយ៉ង់ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់